ខ្វះតែបន្តិចទៀតអាចទម្លុះដល់កម្រិតទី9បានទៅហើយ វូយីលោកទៅបិទទ្វារហាត់មួយឆ្នាំហើយលោកចង់វឹកហាត់ទៀតហើយលោកពិតជាចង់បានតំណែងនោះដល់ពិនិត្យអង្គទេពអីហ្នឹងខ្ញុំចង់ទៅអង្គដងយាកវិញឲ្យបានឆាប់ មានរឿងមួយចំនួនខ្ញុំមិនចង់រងចាំទៀតទេបើចង់ឲ្យក្នុងរយៈពេល7ថ្ងៃឈានទៅដល់កម្រិតទី9ដើម្បីចូលរួមការប្រឡងគឺពិបាកណាស់ ខ្ញុំស្គាល់កន្លែងមួយប្រហែលជាមានឱកាសវូយីលោកពិតជាមានសំណាងណាស់ពិធីបុណ្យបង្ហោះគោមប្រចាំឆ្នាំរបស់លោកមកចំពេលល្អមែន នៅទីនេះមានរបស់ពិសេសជួយបង្កើនសមត្ថភាព ប្រ មែន កាស ទេ ជាមានប៉ុន្តែវាទាំងអស់គឺអាស្រ័យលើសំណាងលោក មើលនោះពិធីដង្ហែស្រីស្អាតមកដល់ហើយអ្នកនាងមើលមកខ្ញុំឈប់កុហកខ្លួនឯងនោះជាប្រពន្ធរបស់ខ្ញុំខ្យល់បក់ផ្កាធ្លាក់ចុះមិនបានឃើញមួយថ្ងៃអារម្មណ៍ដូច3ឆ្នាំកន្លងផុតទៅមិនដឹងថាប្អូនស្រីហោតើអាចផ្ដល់កិត្តិយសដើរលេងជាមួយខ្ញុំបានទេ អ្នកប្រុសមកអញ្ជើញខ្ញុំហើយខ្ញុំពិតជាមានកិត្តិយសណាស់ ទេសភាពក៏ស្អាតមនុស្សក៏ស្អាតពិតជាអស្ចារ្យណាស់និយាយតែពី3មាត់ក៏ចាប់ដៃគ្នាហើយព្រាននារីវូយីកុំនៅចិត្តគេពេកព្រាននារី អ្នកប្រុសវូយីបានមកជ្រលងភ្នំឌូប៉ាវមីងឡាងកុំធ្វើឲ្យខូចការធំពូទី4បើវូយីមិនស្លាប់ទេរឿងនេះវានឹងក្លាយជាគ្រោះមហន្តរាយពេលក្រោយលោកម្ចាស់វូប្អូនស្រីឈីងម៉ងទេសិស្សប្អូនឈីងម៉ងធ្លាក់ផ្លែស្វាក្បាលនេះមើលធានាទុំល្អ មិនចង់បានតើអ្នកណាដឹងថាឯងដាក់អ្វីនៅក្នុងនោះអាល្អិត ខ្ញុំមានអារម្មណ៍ថាផ្លែឈើនេះមានទំនាក់ទំនងខ្លះជាមួយខ្ញុំ អញ្ចឹងយកវាមកប៉ុន្តែអាល្អិតបើឯងនៅតែប្រហានទៀតខ្ញុំគ្រាន់តែផ្លុំមួយដង្ហើមក៏អាចសម្លាប់ឯងបានដែរ តើនេះថ្លៃប៉ុន្មានអូលោកម្ចាស់វូលោកធ្វើឲ្យខ្ញុំខ្មាស់គេហើយតើខ្ញុំអាចគិតប្រាក់ពីលោកយ៉ាងម៉េចចំពោះផ្លែឈើអាក្រក់នេះបើលោកចូលចិត្តវាតូបទាំងមូលគឺជារបស់លោកដាក់តម្លៃមកអញ្ចឹងថ្មវិញ្ញាណមួយមិនអីទេខ្ញុំនឹងឲ្យ10ស៊ីងធូមីងឡាងទីបំផុតឯងមិនអាចអង្គុយស្ងៀមទៀតទេកុំបារម្ភមានព្រឹទ្ធាចារ្យគង់ស៊ុនការពីជ្រលងភ្នំឌូប៉ាវគ្មានអ្នកណាហ៊ានសម្លាប់មនុស្សនៅទីនេះទេក្រៅពីនេះនៅទីនេះអ្នកដេញថ្លៃខ្ពស់បំផុតគឺឈ្នះខ្ញុំមិនចង់បានលុយទេឯងចង់បានលុយ ផ្លែក្បាលស្វានេះមានពណ៌ភ្លឺពោពេញដោយថាមពលវិញ្ញាណមិនថាម៉េចទេវាគួរតែមានតម្លៃយ៉ាងហោចណាស់ថ្មវិញ្ញាណ យល់ពមអញ្ចឹងថ្មវិញ្ញាណនៅ30ថ្មវិញ្ញាណនៅ30វាគ្រប់គ្រាន់ក្នុងការទិញអាវុធទើបដែលត្រូវតែនៅកម្រិតបង្ខាប់ថាមពលទើបអាចប្រើបានផ្លែឈើដ៏អាក្រក់នេះមិនមានតម្លៃទេបើខ្ញុំនិយាយថាវាសមអញ្ចឹងគឺវាសំហើយយើងចង់ឃើញអ្វីដែលធ្វើឲ្យឯងមានទំនុកចិត្តម្លេះថ្មវិញ្ញាណចំនួន លោកយូក្រោកពីព្រលឹមរាល់ថ្ងៃដើម្បីរើសពួកវានៅលើភ្នំខាងក្រោយគាត់សមនឹងទទួលបានយើងគួរបន្ថែមថ្មវិញ្ញាណ20ទៀតសម្រាប់ការខិតខំរបស់គាត់ទេ ពិតមែនហើយអញ្ចឹងថ្មវិញ្ញាណ60 70មិនមែនជាលេខសំណាងទេថៅកែយូកំពុងដំណើរការអាជីវកម្មជាការពិតគាត់ចង់បានសំណាងល្អខ្លះ88នោះជាលេខសំណាង ល្អយើងនឹងធ្វើដូចដែលអ្នកបាននិយាយប្រាក់8100សូមអបអរលោកស៊ីទូសម្រាប់ការចំណាយថ្ម100ដុំដើម្បីផ្លែឈើវិសេសនេះ អបអរសាទរ វូយីបើឯងចង់បានផ្លែក្បាលស្នេះខ្លាំងណាស់តើឯងមានអ្វីមកដោះដូរខ្ញុំមិនបានថាខ្ញុំចង់បានទេចំណាយថ្មវិញ្ញាណ100ដុំដើម្បីទិញផ្លែឈើលួយស៊ីងធូមីងឡាំងនេះច្បាស់ជាបានវឹកហាត់ដល់លេងសាច់ជាមួយខ្ញុំវូយីឯងហ៊ានធ្វើដាក់ខ្ញុំនៅមុខមហាជនធ្វើឲ្យយើងអាម៉ាស់មុខបែបនេះអញ្ចឹងវូយីតោះប្រគួតប្រជែងគ្នាឲ្យបានស្រួល4ម្ដងផ្ការបស់ខ្ញុំខ្លាយជាអ្នកមានហើយស៊ីធូមីងឡាំងដែលមានកម្រិតបង្ខាប់ថាមពលថ្នាក់ទី1មិនស្មានថាទៅដេញតាមអ្នកវឹកហាត់កាយថ្នាក់ទី8អ្នកប្រុសស៊ីទូដ៏ថ្លៃថ្នូរតាមរករឿងព្រោះតែលុយបន្តិចបន្តួចវាដូចជាមិនសមនឹងឋានៈសោះតើឯងគិតថាខ្ញុំខ្វះលុយឬយើងគ្រាន់តែត្រូវការហេតុផលដើម្បីធ្វើសកម្មភាពយើងបានរងចាំឯងជាយូរមកហើយឯងមិនអាចរត់គេចបានវូយីឯងគេចមិនផុតទេថ្ងៃនេះ ពួកគេប្រយុទ្ធខ្លាំងនេះហើយមិនបានជាព្រឹទ្ធាចារ្យគង់ស៊ុនមិនទាន់មក ក្មេងៗប្រយុទ្ធគ្នាហើយរញ៉េញ៉ៃជុំវិញគ្មានអ្វីទេជារឿងធម្មតាទេជ្រលងឌូប៉ាវនឹងមិនអាចឲ្យអ្នកណារងគ្រោះឡើយគង់ស៊ុនសឹងលោកពិតជាមិនប្រកល់ស៊ីទូហួយឲ្យខ្ញុំមែនទេទុកមុខឲ្យខ្ញុំផងបានទេអង្គុយមកព្រឹទ្ធាចារ្យគង់ស៊ុនវាជាវេនរបស់លោកហើយហេតុអីគ្មានប្រយោជន៍ប្អូនស្រីហ៊ូតើអាចផ្ដល់កិត្តិយសលើកក្រោយតោះជិះទូកមើលព្រះច័ន្ទជាមួយគ្នា ខ្ញុំនឹងធ្វើតាមការរៀបចំរបស់អ្នកប្រុសម៉ូ តាមដានស្រមោល
ប្រយ័ត្នអូថ្ងៃនេះចំជាថ្ងៃកម្រមានមែនមានមនុស្សហៀបង្កបញ្ហានៅជ្រលងភ្នំឌូប៉ាវម៉ូស៊ីស៊ូលោកចង់ជ្រៀតជ្រែករឿងអ្នកដទៃឬចាប់តាំងពីឯងបានហៅខ្ញុំថាគ្រូអ៊ំហើយអញ្ចឹងខ្ញុំនឹងទទួលស្គាល់ឯងថាជាសិស្សក្មួយរបស់ខ្ញុំក្មួយប្រុសល្អឯងគួរតែប្រញាប់ចាក់ចេញទៅកុំបំផ្លាញអារម្មណ៍ល្អរបស់ខ្ញុំពេញមួយជីវិតខ្ញុំគ្មានអ្នកណាហ៊ានកេងចំណេញពីខ្ញុំទេអរគុណលោកបងមកប្រសិនបើឯងចង់ប៉ះមនុស្សរបស់ខ្ញុំគូប្រកួតរបស់ឯងគឺខ្ញុំអញ្ចឹងខ្ញុំសាកល្បងធ្វើដៃជាមួយលោកម្ដងគំនូភ្នំខ្មៅតើឯងចង់ប្រើល្បិចចុះខ្វះអីមួយឆ្នាំមុនយើងបានរួមធ្វើពោរួចហើយឯងគិតថាគ្រាន់តែឡើងបាន2 3កម្រិតតូចឯងមានសមត្ថភាពប្រកួតជាមួយយើងមានគម្លាតដ៏ធំមួយចំនួនគឺជាគម្លាតដែលឯងគ្មានថ្ងៃឆ្លងផុតបានឡើយវូយីនេះគេពិតជាបានឈានដល់កម្រិត9ជាបេសាច់ហើយមើលទៅមិនទាន់បង្រួមនៅឡើយគ្មានប្រយោជន៍ទេមានភាពវឹកវរដូចជាពងមាន់ប្រមូលផ្ដុំធាតុទាំង5គឺតូទេទំលុះមេឃល្អថ្ងៃនេះទោះបីមេដឹកនាំនិកាយមកក៏ដោយគាត់នឹងមិនអាចជួយសង្គ្រោះឯងបានទេចូលមកម៉ាក់ខ្ញុំនឹកម៉ាក់ខ្លាំងណាស់ដូចកូនក្មេងវូជី